តោះឥឡូវចាប់ផ្ដើមហត់ញូមួយពេលនេះប្រមុខ UN ផ្ដាំទៅអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់ថាលំមដល់ពេលបញ្ចប់សង្គ្រាមហើយស្របពេលស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាកំពុងក្តៅគគុកដោយឃើញសញ្ញាថមថយនោះស្របពេលស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាកំពុងក្តៅគគុកដោយគ្មានឃើញសញ្ញាថមថយនោះពេលនេះប្រមុខអង្គការសហប្រជាជាតិអាន់តូនីញ៉ូគូតេរ៉េសបានផ្ដាំទៅសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់ថាលំមដល់ពេលបញ្ចប់សង្គ្រាមហើយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធទី25ខែមីនាឆ្នាំ2026អគ្គលេខាធិការ UN វ័យ76ឆ្នាំរូបនេះបានប្រើពាក្យពេចន៍ខ្លាំងៗបន្ទោសភាគីចំនួននៅក្នុងសង្គ្រាមនេះដោយនិយាយថាការប្រយុទ្ធគ្នាបានឈានហួសពីដែនកំណត់ដែលគ្មានថ្នាក់ដឹកនាំណាធ្លាប់គិតស្មានដល់សោះលោកអំពីវនីវដល់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលឲ្យបញ្ឈប់ការប្រយុទ្ធជាបន្ទាន់ខណៈទុក្ខវេទនារបស់មនុស្សជាតិកាន់តែធ្ងន់ធ្ងរទៅហើយកាន់តែបាត់បង់ជីវិតជនស៊ីវិលកាន់តែមានចំនួនច្រើនឡើងចំណែកផលប៉ះពាល់សេដ្ឋកិច្ចសកលក៏កាន់តែមានភាពបំផ្លិចបំផ្លាញទៅចំណែកផលប៉ះពាល់សេដ្ឋកិច្ចសកលក៏កាន់តែមានសភាពបំផ្លិចបំផ្លាញទៅផងដែរយ៉ាងណាក្នុងសេចក្តីថ្លែងការណ៍នោះលោកគូតេរ៉េសក៏ដាក់បន្ទុកខ្លាំងលើទីក្រុងទីអារ៉ង់ផងដែរដោយព្រមានអ៊ីរ៉ង់ត្រូវបញ្ឈប់ការវាយប្រហារលើប្រទេសជិតខាងជាបន្ទាន់ប្រភពខ្ញុំដកស្រង់ពី Time Israel ខ្ញុំតារាសូមអរគុណតោះបងប្អូនទស្សនាព័ត៌មានបន្តមួយទៀត Hot News ដែលអ៊ីរ៉ង់ប្រាប់ទៅអាមេរិកថាពេលនេះមិនមែនជាពេលចរចាគ្នាទេបន្ទាប់ពីលេចឮព័ត៌មានអំពីការបញ្ជូនផែនការ15ចំណុចរបស់អាមេរិកដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់មកឲ្យលើទីក្រុងទីអារ៉ង់បានចេញមុខបញ្ជាក់យ៉ាងច្បាស់ទៅវិញថាពេលនេះមិនមែនជាពេលត្រូវចរចាគ្នាទេសម្ដីនេះគឺចេញពីមាត់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់អាបារ៉ាឈីដែលថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋកាលពីថ្ងៃពុធទី25ខែមីនាឆ្នាំ2026ក្នុងអំឡុងពេលនោះប្រមុខការទូតអ៊ីរ៉ង់វ័យ63ឆ្នាំរូបនេះប្រាប់ថាប៉ុន្មានថ្ងៃមកនេះសហរដ្ឋអាមេរិកបានចាប់ផ្ដើមផ្ញើសារជាច្រើនតាមរយៈអ្នកសម្របសម្រួលផ្សេងគ្នាសារទាំងនេះត្រូវបានបញ្ជូនតាមរយៈបណ្ដាប្រទេសជាមិត្តហើយអ៊ីរ៉ង់បានឆ្លើយតបវិញដោយការបញ្ជាក់ពីគោលជំហរនិងប្រមានចំថានោះគឺមិនមែនជាកិច្ចសន្ទនាឬការចរចាឬអ្វីដែលស្រដៀងនឹងនោះឡើយលោកអារ៉ាឈីអះអាងថាគោលនយោបាយរបស់អ៊ីរ៉ង់នាពេលនេះគឺបន្តការពារខ្លួនហើយឥឡូវពួកគេគ្មានបំណងចរចាទេនេះគឺជាសង្គ្រាមរបស់អ៊ីស្រាអែលប៉ុន្តែប្រជាជនក្នុងតំបន់និងប្រជាជនសហរដ្ឋអាមេរិកគឺជាអ្នកដែលត្រូវសងតម្លៃចំពោះសង្គ្រាមនេះខ្ញុំបាទដកស្រង់ពីប្រភព BBC ខ្ញុំតារាបាទឥឡូវមួយទៀតបាទព័ត៌មានទី3ក្រោយពីទីហេរ៉ង់និយាយឌឺដងផ្លែផ្កាម្ដងហើយម្ដងទៀតទៅលោកដូណាល់ត្រាំហើយហាក់ដូចជាមិនអើពើនឹងផែនការសន្តិភាពរបស់សហរដ្ឋអាមេរិកសោះនោះវាបានធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនក្តៅស្លឹកត្រចៀកហើយពេលនេះសេតវិមានបានចេញគម្រាមធ្ងន់ធ្ងរថាលោកត្រាំត្រៀមខ្លួនរួចហើយក្នុងការបង្កសង្គ្រាមដ៏សាហាវឃោរឃៅលើអ៊ីរ៉ង់ប្រសិនបើប្រទេសនេះមិនព្រមទទួលយកកិច្ចព្រមព្រៀងទេនោះតាមការផ្សាយរបស់ Euronews កាលពីថ្ងៃប្រហ័សទី26ខែមីនាឆ្នាំ2026នេះអ្នកនាំពាក្យសេតវិមានលោកស្រី Caroline Leavitt បានថ្លែងក្នុងសន្និសីទកាសែតថាបើអ៊ីរ៉ង់អត់ព្រមទទួលស្គាល់ការពិតនៃស្ថានភាពបច្ចុប្បន្នហើយបើពួកគេមិនទាន់យល់ថាខ្លួនចាញ់សង្គ្រាមផ្នែកយោធាទីនោះប្រធានាធិបតីអាមេរិកធានាថាពួកគេនឹងត្រូវរងការវាយប្រហារធ្ងន់លើសដើមលោកសេរីបន្តថាលោកប្រធានាធិបតីត្រាំមិនមែននិយាយលេងសើចទេហើយលោកត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កសង្គ្រាមយ៉ាងសាហាវឃោរឃៅអ៊ីរ៉ង់មិនគូវាយតម្លៃខុសម្ដងហើយម្ដងទៀតទេពាក្យគម្រាមរបស់អាមេរិកគឺជាការជះកំហឹងទៅលើអ៊ីរ៉ង់ក្រោយពេលប្រទេសនេះបោះពាក្យសម្ដីផ្លែផ្កាជាបន្តបន្ទាប់លក្ខណៈបែបមើលងាយដល់លោកត្រាំខ្ញុំបាទដកស្រង់ពី Euronews ខ្ញុំតារាមួយទៀតបាទ Hot News អាមេរិកវាយចំគោលដៅជាង 10,000 កន្លែងក្នុងប្រទេសអ៊ីរ៉ង់សង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ាបានឈានដល់ចំណុចផ្ទុះឡើងយ៉ាងខ្លាំងក្លាបំផុតដោយការពីថ្ងៃពុធទី25ខែមីនាឆ្នាំ2026មេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់កណ្ដាលស៊ីនខុំលោក Brett Cooper បានប្រកាសថាកងកម្លាំងអាមេរិកបានវាយប្រហារលើគោលដៅយោធាជាង 10,000 កន្លែងនៅក្នុងទឹកដីប្រទេសអ៊ីរ៉ង់លោក Cooper បានបញ្ជាក់ថា
ការវិប្រហារតាមអាកាសនិងតាមសមុទ្រយ៉ាងសន្ធប់នេះបានធ្វើឲ្យកងទ័ពជើងទឹករបស់អ៊ីរ៉ង់ស្ទើរតែរលីទាំងស្រុងដោយ 92% នៃនាវាចម្បាំងធំៗរបស់អ៊ីរ៉ង់ត្រូវបំផ្លាញចោលអស់លោកបានសង្កត់ធ្ងន់ក្នុងសារជាវីដេអូថាឥឡូវនេះពួកគេលែងមានសមត្ថភាពបញ្ជាកងទ័ពជើងទឹកដើម្បីបង្កឥទ្ធិពលក្នុងតំបន់ឬលើពិភពលោកទៀតហើយក្រៅពីការកំទេចនាវាចម្បាំងនិងមូលដ្ឋានមីស៊ីលសហរដ្ឋអាមេរិកក៏បានអាងដែរថាខ្លួនបានកំទេចសមត្ថភាពដ្រូនសមុទ្ររបស់អ៊ីរ៉ង់យ៉ាងដំណំនិងបានកាត់ផ្តាច់រាល់សកម្មភាពទាំងឡាយដែលរបបដឹកនាំអ៊ីរ៉ង់ចង់ស្រោចស្រង់ឬសងសឹកកម្លាំងយោធាជើងទឹករបស់ខ្លួនឡើងវិញសូមជម្រាបថាប្រតិបត្តិការរួមគ្នាជាមួយអ៊ីស្រាអែលដែលបានចាប់ផ្ដើមកាលពីថ្ងៃ28កុម្ភៈនេះបានបណ្ដាលឲ្យមនុស្សជាង1300នាក់បាត់បង់ជីវិតរួមទាំងអតីតមេដឹកនាំកំពូលលោកអាលីខាមេនីផងដែរជាការសងសឹកអ៊ីរ៉ង់បានបាញ់ដ្រូននិងមីស៊ីលសម្ដៅទៅលើប្រទេសអ៊ីស្រាអែលនិងបណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រដែលមានមូលដ្ឋានទ័ពអាមេរិកដែលបណ្ដាលឲ្យទាហានអាមេរិក13នាក់ស្លាប់និងប្រហែលជា290នាក់ផ្សេងទៀតរងរបួសខ្ញុំតារាសូមអរគុណឥឡូវយើងបន្ត hot news បន្ថែមមួយទៀតបាទគឺច្រើនតែម្ដងដាក់ចូលនេះបងប្អូនសាប់ទាំងអស់នេះលោកត្រាំបដិសេធសំណើលោកនេតិនយ៉ាហ៊ូដែលចង់ឲ្យពលរដ្ឋអ៊ីរ៉ង់ងើបឡើងបះបោរប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំត្រូវបានគេរាយការណ៍ថាបានច្រានចោលសំណើរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកប៊ិនយ៉ាមីននេតិនយ៉ាហ៊ូដែលចង់ឲ្យលោកអំពាវនាវដល់ប្រជាជនអ៊ីរ៉ង់ឲ្យចេញមុខធ្វើបាតកម្មប្រឆាំងនឹងរដ្ឋាភិបាលខ្លួនឯងយោងតាមការចុះផ្សាយរបស់ Independent កាលពីថ្ងៃទី25ខែមីនាឆ្នាំ2026នៅក្នុងកិច្ចសន្ទនាតាមទូរទស្សន៍សប្តាហ៍មុនលោកនេតិនយ៉ាហ៊ូបានលើកឡើងថាពេលនេះរបបដឹកនាំអ៊ីរ៉ង់កំពុងស្ថិតក្នុងភាពច្របូកច្របល់ដែលជាឱកាសមាសក្នុងការធ្វើឲ្យរដ្ឋាភិបាលពេលនេះដួលរលំប៉ុន្តែលោកត្រាំបានទាត់ចោលគំនិតនេះភ្លាមៗដោយបារម្ភថាការធ្វើបែបនេះនឹងនាំទៅរកការកាប់សម្លាប់រំគៀលយោងតាមប្រភពពី LCOលោកត្រាំបានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថាតើយើងទៅប្រាប់ឲ្យប្រជាជនចេញមកធ្វើតើយើងទៅប្រាប់ឲ្យប្រជាជនចេញមកលើផ្លូវធ្វើអីបើដឹងថាពួកគេត្រូវបានគេបាញ់សម្លាប់ចោលបែបនឹងហើយនោះកាលពីខែមករាលោកត្រាំធ្លាប់បានលើកទឹកចិត្តដល់អ្នកតវ៉ាអ៊ីរ៉ង់និងធ្លាប់និយាយពីរឿងផ្លាស់ប្ដូររបបដឹកនាំនៅពេលធ្វើសង្គ្រាមដំបូងប៉ុន្តែពេលនេះគោលដៅជំហររបស់លោកហាក់បានផ្លាស់ប្ដូរខណៈដែលលោកនេតិនយ៉ាហ៊ូចាត់ទុកការងើបបះបោររបស់ប្រជាជនជាឱកាសល្អខាងចរកម្មអាមេរិកបែរជាយល់ថារបបដឹកនាំអ៊ីរ៉ង់នៅតែមានលទ្ធភាពរក្សាអំណាចដដែលត្បិតមេដឹកនាំកំពូលអាលីខាមេនីត្រូវបានសម្លាប់កាលពីថ្ងៃ28កុម្ភៈក៏ដោយសូមជម្រាបថាថ្មីនេះដោយសារការរងសម្ពាធក្នុងស្រុករឿងតម្លៃប្រេងហក់ឡើងលោកត្រាំបានដាក់ចេញនូវផែនការ15ចំណុចដើម្បីបញ្ចប់សង្គ្រាមប៉ុន្តែខាងទីហេរ៉ង់នៅតែបន្តបដិសេធមិនព្រមចរចាដោយផ្ទាល់ជាដាច់ខាតរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកអាបាអារ៉ាឈីបានបញ្ជាក់ថាទោះបីជាមានការផ្ញើសារឆ្លងឆ្លើយតាមរយៈអ្នកសម្របសម្រួលក៏ដោយក៏មិនទាន់មានការចរចាផ្លូវការណាមួយជាមួយអាមេរិកនៅឡើយទេខ្ញុំអឹមស៊ីតារ៉ាឥឡូវបន្តមួយទៀត6បាទទស្សនាទាំងអស់នេះឲ្យបានច្រើនបាទរុស្ស៊ីចាប់ផ្ដើមបញ្ជូនដ្រូនយោធាឲ្យអ៊ីរ៉ង់ដើម្បីទប់ទល់នឹងអាមេរិកអ៊ីស្រាអែលយោងតាមរបាយការណ៍សម្ងាត់ពីលោកខាងលិចដែលបានចុះផ្សាយដោយកាសែត Financial Times កាលពីថ្ងៃទី25ខែមីនាឆ្នាំ2026ប្រទេសរុស្ស៊ីបានចាប់ផ្ដើមដឹកជញ្ជូនដ្រូនយោធាទៅឲ្យអ៊ីរ៉ង់ហើយដើម្បីជួយជ្រោមជ្រែងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលការចរចាសម្ងាត់ស្ដីពីការផ្ដល់ជំនួយជាដ្រូនស្បៀងអាហារនិងឱសថត្រូវគេរាយការណ៍ថាបានចាប់ផ្ដើមភ្លាមៗបន្ទាប់ពីមានការវាយប្រហាររួមគ្នារវាងអាមេរិកនិងអ៊ីស្រាអែលកាលចុងខែកុម្ភៈនេះគឺជាលើកដំបូងហើយដែលទីក្រុងមូស្គូបានផ្ដល់ជំនួយយោធាដ៏គ្រោះថ្នាក់បែបនេះទៅឲ្យទីក្រុងទីហេរ៉ង់ក្នុងអំឡុងពេលសង្គ្រាមដែលបានអូសបន្លាយអស់រយៈពេល4សប្តាហ៍កន្លងមកដោយការដឹកជញ្ជូនរំពឹងថានឹងបញ្ចប់នៅបំណាច់ខែមីនានេះតែម្ដងចំណែករបាយការណ៍មួយផ្សេងទៀតពីសារព័ត៌មាន QN Independent បានដឹងថាអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានច្រានចោលព័ត៌មាននេះថាជារឿងប្រឌិតប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky អាងថាទីក្រុងគីវមានភស្តុតាងដែលមិនអាចប្រកែកបានថារុស្ស៊ីកំពុងផ្ដល់ទិន្នន័យសម្ងាត់ដើម្បីជួយអ៊ីរ៉ង់ក្នុងការកំណត់គោលដៅវាយប្រហារលើទ្រព្យសម្បត្តិយោធាអាមេរិកផងដែរខាងរុស្ស៊ីតែងតែបដិសេធរាល់ការចោទប្រកាន់ដែលថាខ្លួនបានផ្ដល់ទិន្នន័យទីតាំងនាវាចម្បាំងនិងយន្តហោះអាមេរិកឲ្យទៅអ៊ីរ៉ង់ចំណែកលោកប្រធានាធិបតីដូណាល់ត្រាំវិញហាក់មិនសូវខ្វល់ខ្វាយនឹងការចោទប្រកាន់នេះទេដោយលោកយល់ថាការចែករំលែកព័ត៌មានសម្ងាត់នេះ
និងមិនអាចធ្វើឲ្យអេរ៉ង់មានសមត្ថភាពវាយមកលើអាមេរិកខ្លាំងក្លាបានឡើយបងប្អូនដែលបានទស្សនាឲ្យសូមមេ